ខ្ញុំបានទិញ Lamborghini ចំនួន1គ្រឿងហើយនេះជាអាដាមអ្នកនឹងទទួលបានវាអរគុណអ្នកហើយអ្នកកំពុងតែឆ្ងល់ហេតុអ្វីបានខ្ញុំឲ្យអ្នកនេះហើយជាអ្វីដែលខ្ញុំឆ្ងល់ខ្ញុំដូចជាចង់យករថក្រោះដែលខ្ញុំទៅទទួលបាន3គ្រឿងយកមកបាញ់រះលើ Lamborghini របស់អ្នកហើយអ្នកមានរយៈពេល3ថ្ងៃដើម្បីការពារ Lamborghini នេះហើយនេះគឺជាការរបស់ខ្ញុំបងចង់ទៅចំណាយលើអីទិញទៅដើម្បីការពារឡានរបស់បងខ្ញុំនឹងចំណាយលើអ្វីដែលត្រូវការពារឡាននេះហើយគឺជាមូលហេតុដែលខ្ញុំឲ្យការនេះទៅបងធ្វើមិនអីទេខ្ញុំនឹងធ្វើវាឥឡូវនេះកំពុងតែមានគំនិតជាច្រើនដែលរត់លើខួរក្បាលខ្ញុំនឹងការពារឡាននេះហើយនឹងទទួលបានវារឿងដំបូងដែលខ្ញុំទៅធ្វើនោះគឺទៅទិញគ្រឿងសំណង់ហើយជួលអ្នកជំនាញ2 3នាក់ដើម្បីធ្វើការរៀបអិតហើយយើងចាក់ដីដើម្បីការពារពីការបាញ់នេះមកពីចិត្តភ្លឺហើយវានៅតែក្តៅទៀតនៅទីនេះនេះគឺជាយប់ទី3ហើយដែលខ្ញុំការពារឡាននេះហើយនេះក៏ជាអិតចុងក្រោយដែររថយន្ត3នេះមិនអាចទៅរួចទេហើយខ្ញុំបានធ្វើការពេញមួយយប់ខ្ញុំមិនអត់អោននៅខ្លួនឯងទេបើសិនបើខ្ញុំចូលដេកឥឡូវអាដាមបានទិញឡានចំនួន20គ្រឿងដើម្បីធ្វើការរំលាបហើយមានទាំងចាំង4រួមទាំងអាងហែទឹកចំនួន5ផងដែរអូហើយមិនអាងនេះអត់មានទឹកទេខ្ញុំអស់ពេលដើម្បីចាក់ទឹកហើយអ្នកគួរតែគ្រប់គ្រងពេលវេលាល្អជាងនេះឡាននៅទីនេះវាច្រើនខ្លាំងមែនតើហើយខ្ញុំឃើញអ្នកដាក់ដីសាច់នៅទីនោះហើយអ្នកគិតថាវាពិបាករុញខ្លាំងមែនអ្នកគាត់រុញធ្លាក់ហើយមិនអីទេវានឹងដំណើរការខ្ញុំជឿជាក់លើវានេះប្រហែលជាលើកចុងក្រោយដែលអ្នកបានឃើញ Lamborghini នេះរឹងមាំឡើងខ្ញុំនឹងត្រឡប់មកវិញខ្ញុំនឹងបាញ់ចំនួន20គ្រាប់ទៅលើ Lamborghini របស់គាត់ហើយខ្ញុំនឹងមិនឈប់បាញ់ទេរហូតដល់វាអស់20គ្រាប់នេះពេលវេលារបស់យើងបានមកដល់ហើយតើអ្នកត្រៀមខ្លួនហើយនៅ3 2 1អូព្រះហើយអាងហែទឹករបស់ខ្ញុំការបាញ់លើកដំបូងរបស់យើងធ្វើឲ្យអាងហែទឹកនៅខាងមុខឡានបានហូរហើយវាហូរមកទីនេះវាកក់ខ្លាំងណាស់នេះខ្ញុំនៅតែមានសង្ឃឹមតោះឆាប់បាញ់3គ្រាប់ក្នុងពេលតែមួយទៅអូព្រះហើយ3 2 1អញ្ចឹងរបស់អាដាមមិនអាចឲ្យយើងមើលឃើញ Lamborghini ពីនេះទៅបានទេលុះត្រាតែយើងបាញ់អស់ហើយយើងចូលទៅមើលតែម្ដងខ្ញុំមានអារម្មណ៍មួយខ្ញុំមានអារម្មណ៍ថាដូចជាមិនល្អសោះតោះឆាប់បាញ់ថែមទៀតមកវាមិនល្អទេខ្ញុំពិតជាចូលចិត្តការបាញ់នេះខ្លាំងណាស់អាដាមនេះគឺជាក្របចុងក្រោយហើយអ្នកត្រូវធ្វើវាតោះមើលមានអ្វីកើតឡើងចំពោះឡានអូព្រះហើយឡានរបស់ខ្ញុំធ្វើវាបានហើយគាត់ពិតជាស័ក្តិសមជាមួយនឹងឡាននេះខ្លាំងណាស់វានៅដំណើរការដែរនេះ